lại ní nhóm ban mặt đo ti cái lạnh đây dọn ho lẽ nơi lớp nóm ảo ra ភ្នំអារ៉ាល់គឺជាភ្នំដែលខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានកម្ពស់រហូតដល់ទៅ 1813 ម៉ែត្រពីនីវ៉ូទឹកសមុទ្រហើយដើម្បីអាចធ្វើដំណើរឡើងទៅដល់កំពូលភ្នំអារ៉ាល់បានអ្នកទាំងអស់គ្នាត្រូវស្គាល់ភូមិសាស្ត្រនិងទីតាំងខ្លះៗដែលយើងនឹងឆ្លងកាត់នៅពេលដែលយើងធ្វើដំណើរឡើងបានអញ្ចឹងចាំតែមើលទាំងអស់គ្នាថាតើនៅក្នុងវីដេអូនេះយើងនឹងបានធ្វើអ្វីខ្លះឥឡូវនេះយើងកំពុងតែនៅទីកន្លែងដែលទាបជាងគេ ទីទៀតយើងនឹងទៅកាន់ទីកន្លែងដែលខ្ពស់ជាងគេម្ដងយេដំណាក់កាលទី 1 ដែលអ្នកទាំងអស់គ្នាត្រូវធ្វើគឺត្រូវជិះគោយន្តដែលយើងចំណាយពេលជាង 1 ម៉ោងដែរសម្រាប់ការជិះគោយន្តនឹងមានការអមដំណើរដោយ Whisky គឺជាអ្នកនាំផ្លូវដ៏ជំនាញតែម្ដងនៅក្នុងការរត់នេះនៅពេលដែលអ្នកទាំងអស់គ្នាធ្វើដំណើរតាមគោយន្តណាកុំភ្លេចមើលទេសភាពនៅជុំវិញខ្លួនយើងគឺប្លែកភ្នែកហ្មងខ្ញុំធានាពួកដោយសារតែមានដើមឈើធំធំមានដីទួលខ្ពស់ខ្ពស់ហើយដែលពិសេសទៀតគឺផ្លូវធ្វើដំណើរអត់សូវស្រួលប្រហែលទេដោយសារតែជិះរលាក់ចុះរលាក់ឡើងហើយអ្នកទាំងអស់គ្នាក៏ត្រូវងើបចុះពីគោយន្តដើម្បីឲ្យកន្លែងខ្លះយើងអត់អាចជិះឡើងទាំងមនុស្សបានទាំងអវ៉ាន់បានទេយើងត្រូវចុះខ្លះបាទអញ្ចឹងគឺនៅតាមផ្លូវគឺស្អាតដំណាក់កាលបន្ទាប់ទៀតគឺយើងត្រូវចុះដើរពីគោយន្តហើយគឺគោយន្តលែងអាចជិះទៅបានទៀតហើយអីដែលខ្ញុំ surprise ខ្លាំងជាងគេគឺគីឡូក៏អត់តន់រាប់ពីកន្លែងដែលយើងចុះដើរនឹងទេគឺរាប់ពីកន្លែងដំណាក់ទី 1 នេះតែម្ដងដែលដំណាក់ទី 1 យើងគាត់ទៅដើរផុតបន្តិចគឺដល់កន្លែងខ្សែហើយនេះដំណាក់កាលខ្សែប៉ុន្តែយើងមើល view ខាងក្រោយ និយាយទៅដំណាក់កាលខ្សែពួរហ្នឹងគឺមិនណយទេណាបងប្អូនព្រោះដោយសារតែវារៀងឆោតជាងគេដែរអញ្ចឹងខ្ញុំមិនសូវបានថតប្រហែលទេព្រោះដោយសារតែរវល់តែទប់ខ្លួនเนาะអញ្ចឹងយើងមកមើលទេសភាពពេលដែលចុះពីដំណាក់កាលខ្សែហ្នឹងគឺដល់គីឡូទី 1 ប៉ុន្តែនៅសល់ 6 គីឡូទៀតទើបទៅដល់គោលដៅប៉ុន្តែអត់អីទេព្រោះដោយសារតែយើងធ្វើដំណើរតាមស្រួលនៅតាមផ្លូវមានឧបសគ្គខ្លះៗដែរប៉ុន្តែវាមិនមែនជាឧបសគ្គធំនោះទេដល់ពេលដល់គីឡូទី 2 គឺពួកខ្ញុំតែងតែថតម្នាក់មួយអញ្ចឹងណាព្រោះដើម្បីបញ្ជាក់ថាយើងបានមកដល់កន្លែងហ្នឹងហើយយើងថតទុកដើម្បីជាអនុស្សាវរីយ៍អញ្ចឹងណាចំពោះគីឡូទី 2 វិញគឺហត់បន្តិចហើយព្រោះដោយសារតែយើងទាំងអស់គ្នាចំណាយពេលច្រើនចំណាយកម្លាំងច្រើនដែរនៅក្នុងការដើរអញ្ចឹងណាជាង 2 ម៉ោងអីថ្មតែយើងដើរដល់ដំណាក់កាលទី 2 ហ្នឹងប៉ុន្តែអត់អីទេទោះហត់យ៉ាងណាក៏យើងត្រូវតែបន្តទៅមុខព្រោះថាបើយើងមិនទៅមុខទេគឺអត់មានកន្លែងសម្រាប់ទេដើរបានបន្តិចទៀតយើងក៏ដល់ពេលអាហារថ្ងៃត្រង់ល្មមអញ្ចឹងយើងទាំងអស់គ្នាក៏អង្គុយញ៉ាំអីជុំគ្នាដោយខ្ចប់អាហារពីខាងក្រៅមកណាបាយសាច់ជ្រូកខ្ចប់ស្លឹកចេកអីចឹងទៅអង្គុយញ៉ាំជុំគ្នាក៏សប្បាយមួយយ៉ាងដែរហើយយើងក៏ជជែកគ្នាពីនេះពីនោះទៅក៏បន្តដំណើរទៅដល់ចម្ងាយទី 3 ហើយក៏ទៅដល់ដំណាក់ទី 2 ដែលជាដំណាក់សម្រាប់ឲ្យយើងទាំងអស់គ្នាបោះតង់សម្រាប់នៅនោះមួយយប់ព្រោះដើម្បីឡើងទៅដល់កំពូលបានយើងអាចឡើងទៅដល់កំពូលនៅក្នុងថ្ងៃទី 1 នឹងបានទេតោះតែយើងចំណាយកម្លាំងច្រើនអញ្ចឹងយើងអាចសម្រាប់បោះតង់នៅនេះមួយយប់សិនចាំព្រឹកឡើងទើបយើងធ្វើដំណើរបន្តទៅកាន់កំពូលភ្នំអារ៉ាល់តែម្ដងអញ្ចឹងដោយសារតែសម្ភារៈបោះតង់គឺយើងទាំងអស់គ្នាមានហើយអញ្ចឹងយើងគ្រាន់តែជួយគ្នាម្នាក់ម្ដាយម្នាក់មួយជើងមកដើម្បីបញ្ញាប់ទៅគោលដៅមួយទៀតអញ្ចឹងបន្ទាប់ពីរៀបចំដាក់អវ៉ាន់រួចរាល់ហើយពួកយើងទាំងអស់គ្នាក៏ធ្វើដំណើរទៅកាន់ទឹកធ្លាក់មួយទៀតដែលមានឈ្មោះថាទឹកធ្លាក់ពីមគូដែលនៅជិតកន្លែងដែលយើងបោះតង់នឹងទេប៉ុន្តែយើងត្រូវចំណាយពេលប្រមាណជាង 1 ម៉ោងជាងទៀតដើម្បីអាចធ្វើដំណើរទៅដល់នឹងបាននៅក្នុងការធ្វើដំណើរទៅកាន់ទឹកធ្លាក់ហ្នឹងក៏យើងត្រូវឆ្លងកាត់នៅកន្លែងផ្សេងៗដែលមានព្រៃឈើមានដើមឈើកាត់តាមផ្លូវអញ្ចឹងទៅគឺយើងត្រូវលូនក្រាបយើងឃើញដុំថ្មធំធំឃើញរុក្ខជាតិផ្លែជាច្រើនដែលនៅតាមដងផ្លូវពេលដែលយើងទៅកាន់ទឹកជ្រោះហ្នឹងអញ្ចឹងពួកខ្ញុំក៏បានទៅដល់ទឹកជ្រោះហ្នឹងហើយមើលពីចម្ងាយស្ដាប់សំឡេងទឹកហូរគឺស្អាតខ្លាំងមែនតើបន្ទាប់ពីចាប់បេសកកម្មទឹកធ្លាក់គឺចូលបេសកកម្មអាហារពេលល្ងាចជុំគ្នាតែម្ដងអូយឆ្ងាញ់ខ្លាំងអាទឹកត្រីនេះ